ស្ត្រីកសិករសហគ្រិនឥណ្ឌាឈានមុខក្នុងការដាំស្រកានាគប្រកបដោយភាពច្នៃប្រឌិតនិងមាននិរន្តរភាពលោកស្រីបណ្ឌិតសុនីឡាកុមារីជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃកសិដ្ឋានឈ្មោះ Dragon Flora លោកស្រីចូលចិត្តនិងស្រឡាញ់ការដាំដុះបន្លែផ្លែឈើក្នុងនាមជាកសិករសហគ្រិននិងជាអ្នកដឹកនាំសង្គមលោកស្រីបានធ្វើឲ្យសហគមន៍នៅក្នុងប្រទេសឥណ្ឌាមានការផ្លាស់ប្ដូរផ្នត់គំនិតក្នុងការដាំផ្លែស្រកានាគទទួលបានផលច្រើនប្រកបដោយជោគជ័យលោកស្រីសុនីឡាមានសញ្ញាបត្របណ្ឌិតផ្នែកសវត្ថិកម្មនិងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិលោកស្រីបានរួមបញ្ចូលគ្នានៅជំនាញវិទ្យាសាស្ត្រជាមួយនឹងភាពប៉ិនប្រសប់នៃអាជីវកម្មដើម្បីលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈបទពិសោធន៍ចម្រុះជាង15ឆ្នាំនៅក្នុងវិស័យអប់រំនិងវិស័យសាជីវកម្មនិងសហគ្រិនភាពលោកស្រីបានបង្កើតកសិដ្ឋានផ្ទាល់ខ្លួនមួយឈ្មោះថាកសិដ្ឋាន Dragon Flora ដែលជាកន្លែងដាំស្រកានាគដ៏ធំមួយកសិដ្ឋាននេះបង្កើតឡើងដើម្បីលើកកម្ពស់ការដាំដុះរុក្ខជាតិកម្រជាពិសេសផ្លែស្រកានាគតែម្ដងបេសកកម្មរបស់លោកស្រីគឺគាំទ្រកសិករណែនាំបច្ចេកទេសកសិកម្មដល់កសិករឲ្យចេះធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិតនិងចូលរួមចំណែកដល់ការរីកលូតលាស់នៃវិស័យកសិកម្មរបស់ប្រទេសឥណ្ឌាលោកស្រីបណ្ឌិតសូនីឡាកុមារីមានប្រសាសន៍ថាយើងច្រើនតែហៅផ្លែស្រកានាគថាជាផ្លែនៃអនាគតនិងផ្ដល់សំណាងល្អដំណាំនេះមានភាពធន់អាចសម្របទៅនឹងលក្ខខណ្ឌអាកាសធាតុនិងសម្បូរទៅដោយអត្ថប្រយោជន៍ដ៏ច្រើនដល់សុខភាពដែលធ្វើឲ្យស្រកានាគក្លាយជាដំណាំប្រកបដោយនិរន្តរភាពព្រមទាំងទទួលបានផលចំណេញខ្ពស់តាមរយៈការបំផុសគំនិតចំពោះសក្តានុពលរបស់ដំណាំស្រកានាគលោកស្រីបានបើកដំណើរការកសិដ្ឋានដោយប្រើចក្ខុវិស័យផ្ទាល់ខ្លួនក្នុងគោលបំណងធ្វើការដាំដំណាំស្រកានាគមានផ្លែច្រើននិងទទួលបានប្រាក់ចំណេញសម្រាប់កសិករឥណ្ឌាមានប្រវត្តិកើតចេញពីគ្រួសារអ្នកធ្វើសវត្ថិកម្មលោកស្រីបានយល់ដឹងអំពីបញ្ហាប្រឈមរបស់កសិករដែលជួបប្រទះក្នុងការដាំដុះដំណាំដែលមានផ្លែដោយសារកសិករភាគច្រើនខ្វះចំណេះដឹងនិងធនធានដើមទុនដោយសារឆន្ទៈចង់កាត់បន្ថយគម្លាតនេះលោកស្រីក៏បូកបញ្ចូលគ្នារវាងវិទ្យាសាស្ត្រអនុវត្តជាមួយការធ្វើកសិដ្ឋានបែបប្រពៃណីដើម្បីធ្វើយ៉ាងណាឲ្យការដាំដំណាំស្រកានាគទទួលបានទិន្នផលខ្ពស់ដំណើរជីវិតរបស់លោកស្រីបណ្ឌិតចាប់ផ្ដើមមានគេទទួលស្គាល់ជាពិសេសតាមរយៈការណែនាំអប់រំនិងការបណ្ដុះបណ្ដាលបែបវិទ្យាសាស្ត្ររបស់លោកស្រីដល់កសិករឥណ្ឌាជាង100នាក់ដើម្បីរួមគ្នាបង្កើតកសិដ្ឋានមួយដោយដាក់ឈ្មោះថាកសិដ្ឋាន Dragon Flora ដែលដាំដំណាំស្រកានាគប្រកបដោយនិរន្តរភាពនិងចីរភាពរាល់ចំណុចសំខាន់គឺជាបទពិសោធន៍រៀនសូត្រកសិដ្ឋាននេះគឺជាប្រភពចំណេះដឹងអាចទុកចិត្តបានសម្រាប់ស្វែងរកដំណោះស្រាយសម្រាប់កសិករក្នុងការលើកកម្ពស់ការដាំដំណាំស្រកានាគប្រកបដោយនិរន្តរភាពនិងទទួលបានប្រាក់ចំណេញច្រើនលោកស្រីបណ្ឌិតសូនីឡាមានសេចក្តីសម្រេចចង់ពង្រីកឥទ្ធិពលនៃការបណ្ដាក់ទុនចូលទីផ្សារពិភពលោកគោលបំណងចម្បងរបស់លោកស្រីក្នុងការធ្វើកសិកម្មដោយសារមើលឃើញកសិករឥណ្ឌាប្រឈមមុខនឹងបញ្ហាជាច្រើនចាប់ពីការដាំរហូតដល់ទីផ្សារលក់ផលិតផលរបស់ខ្លួនដូច្នេះជំនួយផ្នែកចំណេះដឹងនិងបច្ចេកទេសតាំងពីដាំរហូតដល់ប្រមូលផលគឺមានសារៈសំខាន់សម្រាប់លើកកម្ពស់ប្រព័ន្ធអេកូកសិកម្មប្រកបដោយនិរន្តរភាពនិងទទួលបានប្រាក់ចំណេញការគាំទ្រដ៏ទូលំទូលាយនេះធានាថាកសិករទទួលបានសម្ភារៈនិងគ្រាប់ពូជដាំដុះដែលមានគុណភាពខ្ពស់ការផ្ដល់ប្រឹក្សាពីអ្នកជំនាញកសិកម្មនិងយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាពតាមរយៈការដោះស្រាយរាល់ដំណាក់កាលនៃដំណើរការធ្វើកសិកម្មសហគ្រិនសម័យទំនើបដូចជាលោកស្រីបណ្ឌិតបានធ្វើឲ្យប្រសើរឡើងនូវផលិតភាពកាត់បន្ថយការខាតបង់និងបង្កើនប្រាក់ចំណូលរបស់កសិករដោយហេតុនេះកសិកម្មអាចគាំទ្រដល់ដំណើរការនិងនិរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសឥណ្ឌាទាំងមូលលោកស្រីបណ្ឌិតគឺជាអ្នកមានចក្ខុវិស័យវែងឆ្ងាយក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាពគឺជាស្ថាបនិកដ៏គួរឲ្យគោរពនៃកសិដ្ឋានដាំដំណាំស្រកានាគការលះបង់របស់លោកស្រីចំពោះវិស័យកសិកម្មពិតជាបានពង្រីកសមត្ថភាពកសិករឥណ្ឌាឲ្យកែប្រែរបៀបដាំដុះបែបប្រពៃណីដោយបានយល់ដឹងអំពីការធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិត
លិននិងមានការអភិវឌ្ឍប្រកបដោយចីរភាពជាក់ស្ដែងដំណាំស្រកានាគបើតាមទម្លាប់របស់កសិករនាពេលកន្លងមកពួកគាត់ដាំសម្រាប់តែបរិភោគក្នុងគ្រួសារតែប៉ុណ្ណោះហើយក៏មិនសូវគិតគូរពីគុណភាពផ្លែប៉ុន្មានដែរប៉ុន្តែកសិដ្ឋាន Dragon Flora បានកែប្រែដំណាំបែបប្រពៃណីឲ្យក្លាយជាដំណាំផ្ដល់ផលប្រយោជន៍ផ្នែកពាណិជ្ជកម្មទាំងនៅក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសដើម្បីទទួលប្រាក់ចំណូលយ៉ាងច្រើនថែមទៀតផងកសិដ្ឋាន Dragon Flora ប្រកបដោយនិរន្តរភាពនិងបច្ចេកវិទ្យានវានុវត្តន៍ការធ្វើកសិកម្មប្រកបដោយនិរន្តរភាពគឺជាចំណុចស្នូលដ៏សំខាន់របស់កសិដ្ឋាន Dragon Flora កសិដ្ឋាននេះលើកទឹកចិត្តដល់ការអនុវត្តវិធីសាស្ត្រធ្វើកសិកម្មសរីរាង្គនិងណែនាំកសិករឲ្យកាត់បន្ថយការប្រើប្រាស់សារធាតុគីមីជាពិសេសសំណល់សារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងជីវិតសត្វបច្ចេកទេសធ្វើកសិកម្មច្បាស់លាស់ក៏ត្រូវបានកសិដ្ឋាននេះយកមកផ្សព្វផ្សាយផងដែរដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីសម្រួលដល់ដំណើរការធ្វើកសិកម្ម Dragon Flora ផ្ដល់ឲ្យកសិករនៅបច្ចេកទេសវិទ្យាសាស្ត្រតាមតម្រូវការជាក់ស្ដែងក្នុងតំបន់របស់ពួកគេរស់នៅបច្ចេកទេសទាំងនេះអាចជួយកសិករឲ្យបានយល់ដឹងអំពីអ្វីដែលធាតុចូលត្រូវប្រើនិងដឹងពីពេលវេលាកាត់បន្ថយការចំណាយថ្លៃដើមនិងកាត់បន្ថយកម្លាំងពលកម្មប៉ុន្តែបង្កើនទិន្នផលខ្ពស់បំផុតដោយមិនប៉ះពាល់ដល់បរិស្ថានកសិដ្ឋាន Dragon Flora គាំទ្រកសិករនៅគ្រប់ដំណាក់កាលចាប់តាំងពីការដាំរហូតដល់ពេលប្រមូលផលរួចរាល់ការបណ្ដាក់ទុននេះក៏ជួយដល់ដំណើរការខ្សែច្រវាក់តម្លៃផងដែរដោយធានាថាកសិផលនឹងទៅដល់អ្នកបរិភោគដោយមិនចាំបាច់ប្រើឧបករណ៍សាប់បនិមិត្តឬការអនុវត្តវិធីធ្វើកសិកម្មគ្មាននិរន្តរភាពលើពីនេះទៀតកសិករទទួលបានការអប់រំអំពីវិធីកែច្នៃវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថានដោយប្រើសម្ភារៈបែបធម្មជាតិដូចជាថង់ក្រចៅកន្ត្រកឫស្សីជាដើមដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថានថែមទៀតផងការយល់ដឹងនិងការផ្សព្វផ្សាយអំពីផ្លែស្រកានាគនៅតែជាកត្តាយ៉ាងសំខាន់នៅក្នុងប្រទេសឥណ្ឌាទោះបីជានៅក្នុងតំបន់ទីក្រុងក៏ដោយចំណេះដឹងរបស់អ្នកបរិភោគអំពីអត្ថប្រយោជន៍ផ្លែស្រកានាគនៅតែមានកម្រិតដូច្នេះការអប់រំមានសារៈសំខាន់ណាស់ទាំងអំពីអត្ថប្រយោជន៍របស់ផ្លែនិងសក្តានុពលផ្នែកវិស័យកសិកម្មបញ្ហាប្រឈមចម្បងមួយទៀតគឺការធ្វើឲ្យមានតុល្យភាពរវាងកសិផលនាំចូលនិងកសិផលក្នុងស្រុកដោយហេតុថាឥណ្ឌាក៏នាំចូលស្រកានាគពីប្រទេសផ្សេងៗផងដែរអ្នកដាំដុះក្នុងស្រុកត្រូវការស្ថិរភាពទីផ្សារដើម្បីលក់ផលិតផលរបស់ខ្លួនដែរការកាត់បន្ថយគម្លាតតម្រូវឲ្យមានការអប់រំដល់អ្នកបរិភោគជាបន្តទៀតតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមខិត្តប័ណ្ណនិងតាមបណ្ដាញសារព័ត៌មានចំណែកកសិដ្ឋាន Dragon Flora ខ្លួនឯងវិញដែលជាមជ្ឈមណ្ឌលចំណេះដឹងផ្នែកវិស័យកសិកម្មប្រកបដោយនិរន្តរភាពនិងចីរភាពមានភ្ជាប់ទាំងរូបភាពនិងបដាផ្សេងៗសម្រាប់ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របស់ផ្លែស្រកានាគការគាំទ្ររបស់រដ្ឋាភិបាលនិងវិស័យឯកជននៅក្នុងប្រទេសក៏មានសារៈសំខាន់ផងដែរក្នុងការធ្វើឲ្យដំណើរការដាំដំណាំស្រកានាគទទួលបានជោគជ័យថែមទៀតនាពេលអនាគតជាភ័ព្វសំណាងល្អកសិករឥណ្ឌាទទួលបានតម្លៃដ៏ល្អសម្រាប់ផលិតផលផ្លែស្រកានាគរបស់ខ្លួនដែលមានគុណភាពខ្ពស់ដោយគ្មានបញ្ហាត្រូវព្រួយបារម្ភនាពេលបច្ចុប្បន្ននេះឡើយគន្លឹះសំខាន់សម្រាប់ចាប់ផ្ដើមបង្កើតកសិដ្ឋានស្រកានាគ 1. ការជ្រើសរើសពូជល្អត្រឹមត្រូវនៅទូទាំងពិភពលោកមានពូជស្រកានាគជាង 1000 ប្រភេទបន្ទាប់ពីចំណាយពេលអស់6ឆ្នាំដើម្បីស្រាវជ្រាវយ៉ាងហ្មត់ចត់លោកស្រីបណ្ឌិតសូនីឡានិងក្រុមការងាររបស់លោកស្រីបានកំណត់យកជម្រើស2ប្រភេទដែលស័ក្តិសមបំផុតសម្រាប់លក្ខខណ្ឌអាកាសធាតុសម្រាប់ធ្វើកសិកម្មរបស់ឥណ្ឌាជម្រើសទាំងពីរនេះត្រូវបានសាកល្បងនៅទូទាំងតំបន់ជាច្រើនហើយបានបង្ហាញពីទិន្នផលដែលមានស្ថិរភាពនិងមាននិរន្តរភាព 2. តម្លៃសម្រាប់ចាប់ផ្ដើម
រុក្ខជាតិស្រកានាគត្រូវការទ្រើងទ្រដើមឬធ្នើដោយបង្គោលស៊ីម៉ងត៍ឬស៊ុមដែកដោយសាររុក្ខជាតិមានអាយុកាលពី25ទៅ28ឆ្នាំដូច្នេះត្រូវការទ្រើងឬធ្នើរឹងមាំល្អទើបនៅគង់វង្សបានយូរអង្វែងដោយសារបង្គោលស៊ីម៉ងត៍មានតម្លៃថ្លៃពេកកសិករត្រូវសន្សំសំចៃបើនៅតំបន់ភ្នំវិញឈើខ្លឹមក៏អាចធ្វើជាបង្គោលបានដែរតម្លៃនៃការបង្កើតកសិដ្ឋានស្រកានាគប្រែប្រួលទៅតាមតំបន់បង្គោលទ្រើងឬធ្នើសម្រាប់ស្រកានាគមួយដើមអាចចំណាយអស់ប្រាក់ពីរង្វង់ 0.82 ទៅ $0.93 អាស្រ័យលើតម្លៃទីផ្សារជាក់ស្ដែង 3. ការវិនិយោគហិរញ្ញវត្ថុនិងប្រាក់ចំណេញរំពឹងទុកវិធីសាស្ត្រវិទ្យាសាស្ត្រក្នុងការដាំដុះស្រកានាគផ្ទៃដី1ហិកតាអាចដាំបានប្រហែល 5,000 ដើមការវិនិយោគដំបូងមានចាប់ពី $8,175 ទៅ $9,342 ក្នុង1ហិកតាប៉ុន្តែនៅតាមតំបន់មួយចំនួនអាចចំណាយរហូតដល់ $15,000 សម្រាប់ថ្លៃពលកម្មការដឹកជញ្ជូននិងការចំណាយលើគ្រឿងចក្រផ្សេងៗចំណែកការដាំដុះវិញប្រសិនបើគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រអាចទទួលបានទិន្នផលជាមធ្យមពី20ទៅ26តោនក្នុង1ហិកតាកសិករអាចទទួលបានប្រាក់ចំណូលមកវិញសម្រាប់ការវិនិយោគដំបូងក្នុងរយៈពេល2ឆ្នាំតាមរយៈលក់ផ្លែស្រកានាគក្នុងតម្លៃប្រហែល $1.17 ក្នុង1គីឡូក្រាមបច្ចុប្បន្ននេះតម្លៃលក់ផ្លែស្រកានាគអាចប្រហែល $3.50 ក្នុង1គីឡូក្រាមដែលធ្វើឲ្យផ្លែស្រកានាគក្លាយជាដំណាំផ្ដល់ប្រាក់កម្រៃច្រើនទោះបីជាតម្លៃស្រកានាគលក់ដុំធ្លាក់ចុះមកត្រឹម $0.58 ក្នុង1គីឡូក្រាមក៏ដោយក៏កសិករនៅតែអាចរកប្រាក់ចំណូលបានចំនួន $11,677 ក្នុង1ហិកតាដែរតាមរយៈកសិដ្ឋាន Dragon Flora លោកស្រីបណ្ឌិតសូនីឡាកុមារីបានប្រែក្លាយការដាំដំណាំស្រកានាគទៅជាការដាក់ទុនរកប្រាក់ចំណេញនិងមាននិរន្តរភាពសម្រាប់កសិករឥណ្ឌាដោយការរួមបញ្ចូលគ្នារវាងការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាមួយនឹងដំណោះស្រាយកសិកម្មជាក់ស្ដែងលោកស្រីបានបង្កើតប្រព័ន្ធអេកូឡូស៊ីដែលរីកចម្រើនអាចផ្ដល់អត្ថប្រយោជន៍ទាំងកសិករនិងអ្នកបរិភោគជាមួយនឹងការអប់រំរៀនសូត្រជាប្រចាំការច្នៃប្រឌិតនិងការគាំទ្រពីកសិករនៅក្នុងប្រទេសឥណ្ឌាកំពុងតែជំរុញឲ្យកសិដ្ឋាន Dragon Flora មានមហិច្ឆតាធ្វើឲ្យផ្លែស្រកានាគក្លាយជាកសិផលសំខាន់មួយក្នុងវិស័យកសិកម្មឥណ្ឌានិងអាចនាំចេញទៅលក់នៅលើទីផ្សារទូទាំងពិភពលោកបាន